នៅថ្ងៃទី16ខែមករាឆ្នាំ2024មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើងនៅចំណុចផ្លូវជិតស្ថានីយ៍រថភ្លើង JR Hakata ក្នុងស្រុក Fukuoka ខេត្ត Fukuoka នៃប្រទេសជប៉ុនបុរសម្នាក់ដែលជាបុគ្គលិកហាងមួយកន្លែងបានយកកាំបិតចុងស្រួចដែលមានប្រវែងប្រហែលជា24សង់ទីម៉ែត្រចាក់ទៅលើអតីតសង្សាររបស់ខ្លួនជាច្រើនកាំបិតចំក្បាលនិងដើមទ្រូងបណ្ដាលឲ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយជនដៃដល់ក៏បានរត់គេចខ្លួនបាត់2ថ្ងៃបន្ទាប់ពីហេតុការណ៍នោះបានកើតឡើងចំថ្ងៃខួបកំណើតរបស់ស្ត្រីរងគ្រោះបុរសដែលជាជនដៃដល់ក៏បានប្រើឈ្មោះคล้ายៗហើយចូលក្នុងហាងកាហ្វេមួយកន្លែងរួចក៏ត្រូវបានប៉ូលីសប្រទះឃើញនៅតាមផ្លូវដែលនៅជិតហាងកាហ្វេនោះនិងធ្វើការចាប់ខ្លួនស្ត្រីរងគ្រោះមានឈ្មោះថា Kawano Miki មានអាយុ38ឆ្នាំរស់នៅនិងធ្វើការក្នុងស្រុក Fukuoka ខេត្ត Fukuoka ពេលថ្ងៃ Miki ជាបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនជាធម្មតាចំណែកឯពេលយប់គាត់ធ្វើការងារក្រៅម៉ោងដើម្បីរកប្រាក់ចំណូលបន្ថែមជាអ្នកទទួលភ្ញៀវនៅក្នុងហាងផឹកស៊ីមួយកន្លែងបុរសដែលជាជនដៃដល់មានឈ្មោះថា Terauchi Susumu មានអាយុ32ឆ្នាំជាបុគ្គលិករបស់ហាងផឹកស៊ីមួយកន្លែងនៅកំឡុងពេលរដូវផ្ការីកឆ្នាំ2022 Miki បានស្គាល់គ្នាជាមួយនឹង Susumu ពួកគេធ្វើការនៅក្នុងហាងជាមួយគ្នាហើយអ្នកទាំងពីរក៏ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នាប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងពីរមិនបានយូរនោះទេដោយច្បាប់នៅកន្លែងការងាររបស់ពួកគេហាមមិនឲ្យមានទំនាក់ទំនងស្នេហារវាងបុគ្គលិកគ្នាឯងជាដាច់ខាតប្រសិនបើរកឃើញថានរណាម្នាក់មានស្នេហានោះភាគីខាងប្រុសនឹងត្រូវរងទទួលពិន័យជាលុយយ៉ាងច្រើនបើទោះបីជាយ៉ាងនោះក៏ដោយអ្នកទាំងពីរនៅតែបន្តមានទំនាក់ទំនងបែបលួចលាក់មិនឲ្យមានអ្នកណាដឹងក្រោយទំនាក់ទំនងនោះបានត្រឹមតែកន្លះឆ្នាំ Miki និង Susumu ចាប់ផ្ដើមមានបញ្ហានឹងគ្នាម្ដងហើយម្ដងទៀតខែតុលាឆ្នាំ2023នៅពេលស្រវឹងស្រា Susumu បានបង្ករឿងឆ្លោះគ្នាជាមួយ Miki ដោយអស់ទ្រាំតទៅទៀត Miki ក៏សម្រេចចិត្តសុំ Susumu បែកគ្នាតែម្ដងទៅចាប់តាំងពីពេលនោះមក Susumu ចាប់ផ្ដើមដើរតាម Miki ជារៀងរាល់ថ្ងៃដោយមានការធុញទ្រាន់និងបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន Miki បានទៅពិគ្រោះជាមួយនឹងប៉ូលីសនៅថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2023ប៉ូលីសបានចាត់ទុកសកម្មភាពរបស់ Susumu ថាជាទង្វើខុសច្បាប់និងបានព្រមានចំពោះ Susumu មិនឲ្យមានការពាក់ព័ន្ធជាមួយនឹង Miki តទៅទៀតនៅថ្ងៃកើតហេតុ Susumu បានដើរទៅបង់លុយថ្លៃសេវាទូរស័ព្ទហើយក៏បានជួបជាមួយនឹង Miki ដោយចៃដន្យនៅតាមផ្លូវ Susumu បានដើរទៅនិយាយជាមួយ Miki ហើយអ្នកទាំងពីរក៏បានឆ្លោះគ្នាយ៉ាងខ្លាំងនៅទីនោះដោយសារខឹងនឹង Miki ប្តឹងប៉ូលីសអំពីការដែលខ្លួនបានដើរតាមផង Susumu បានហូតយកកាំបិតហើយចាក់យកទៅលើ Miki ជាច្រើនកាំបិតបណ្ដាលឲ្យ Miki ដេកស្លាប់នៅក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុរួច Susumu ក៏បានរត់គេចខ្លួនបាត់ទៅ2ថ្ងៃបន្ទាប់ពីករណីនោះបានកើតឡើងគឺចំថ្ងៃខួបកំណើតរបស់ Miki Susumu បានប្រើឈ្មោះคล้ายៗហើយដើរចូលទៅក្នុងហាងកាហ្វេមួយកន្លែងក្រោយពីចេញពីហាងកាហ្វេកំឡុងពេលដើរនៅតាមផ្លូវប៉ូលីសក៏បានចាប់ខ្លួន Susumu ពីបទប្រព្រឹត្តករណីមនុស្សឃាតទៅលើ Miki ដែលជាអតីតសង្សាររបស់ខ្លួនតុលាការជប៉ុនបានសម្រេចកាត់ទោសឲ្យ Susumu ជាប់គុកចំនួន20ឆ្នាំបន្ទាប់ពីជាប់គុកអស់មួយរយៈ Susumu បានដឹងកំហុសចំពោះរឿងគ្រប់យ៉ាងដែលខ្លួនបានធ្វើក្នុងការសម្ភាសន៍មួយ Susumu បាននិយាយថានៅកំឡុងពេលកើតហេតុគាត់ខឹងខ្លាំងពេករហូតគិតអ្វីមិនចេញហើយលែងគ្រប់គ្រងខ្លួនឯងបានមួយពេលនិងមិនដឹងថាខ្លួនបានធ្វើអ្វីខ្លះនោះទេពេលដែលភ្ញាក់ខ្លួនមកឃើញឈាមយ៉ាងច្រើននៅចំពោះមុខគាត់ពិតជាមានការសោកស្ដាយខ្លាំងណាស់បើសិនបើអាចត្រឡប់ពេលវេលាថយក្រោយបានគាត់នឹងមិនធ្វើឲ្យរឿងនោះកើតឡើងជាដាច់ខាតហើយបើទោះបីជាតុលាការចង់កាត់ទោសឲ្យគាត់ប្រហារជីវិតក៏ដោយក៏គាត់ព្រមទទួលយកដែរ Susumu ត្រូវបានឃុំខ្លួននៅក្នុងបន្ទប់មួយតែម្នាក់ឯងជារៀងរាល់យប់គាត់តែងតែយល់សប្តិឃើញហេតុការណ៍ដែលគាត់បានធ្វើគឺមិនដែលបានដេកលក់នោះទេពេលខ្លះ Susumu ស្រែកខ្លាំងៗហើយត្រូវបានឆ្មាំគុកស្ដីបន្ទោសឲ្យក៏មានវាហាក់បីដូចជា Susumu ត្រូវទទួលកម្មពៀរដែលគាត់បានសាងមកអញ្ចឹងនេះគឺជារឿងក្តីឃាតកម្មដែលបានកើតចេញពីបញ្ហាទំនាក់ទំនងស្នេហានៅក្នុងប្រទេសជប៉ុនសង្ឃឹមថាវានឹងក្លាយជាមេរៀនមួយសម្រាប់អ្នកមានគូដែលឧស្សាហ៍ឆ្លោះប្រកែកគ្នាពេលខ្លះរឿងតូចយូរទៅក៏អាចក្លាយជារឿងធំបានដែរ
ប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តរឿងរ៉ាវទាក់ទងទៅនឹងប្រទេសជប៉ុនមិនថាតែរឿងក្តីឃាតកម្មឬក៏ព្រឹត្តិការណ៍ផ្សេងៗនោះទេសូមចុច Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីវីដេអូយើងចប់ត្រឹមហ្នឹងជួបគ្នាវីដេអូក្រោយជាមួយនឹងប្រធានបទថ្មី